តើសុភមង្គលពិតប្រាកដគឺជាអ្វីមនុស្សគ្រប់គ្នាចង់បានសុភមង្គលយើងខំធ្វើការមានសុបិនធំហើយដេញតាមរឿងជាច្រើនក្នុងជីវិតប្រយើងគិតថាវានឹងធ្វើឲ្យយើងសប្បាយចិត្តមនុស្សខ្លះគិតថាសុភមង្គលគឺលុយមនុស្សខ្លះគិតថាសុភមង្គលគឺភាពជោគជ័យអ្នកខ្លះទៀតគិតថាវាគឺកិត្តិយសកេរ្តិ៍ឈ្មោះទំនាក់ទំនងឬភាពងាយស្រួលក្នុងជីវិតប៉ុន្តែសំណួរមួយដែលយើងត្រូវសួរខ្លួនឯងគឺបើសុភមង្គលកើតពីរបបទាំងអស់នេះមែនទេហេតុអ្វីមនុស្សជោគជ័យជាច្រើននៅតែមិនសប្បាយចិត្តនេះបង្ហាញយើងអំពីការពិតមួយសុភមង្គលពិតមិនមែនជារបបដែលយើងអាចទិញបានឬសម្រេចបានតែពីខាងក្រៅទេវាមិនមែនជារឿងដែលបង្ហាញខ្លាំងនៅលើបណ្ដាញសង្គមទេវាមិនអាស្រ័យលើការសរសើរពីអ្នកដទៃទេសុភមង្គលពិតគឺស្ងប់ស្ងាត់ហើយរស់នៅខាងក្នុងចិត្តរបស់យើងមនុស្សជាច្រើនច្រឡំរវាងភាពរីករាយបណ្ដោះអាសន្ននិងសុភមង្គលពិតការសប្បាយបែបបណ្ដោះអាសន្នគឺមកហើយក៏បាត់ទៅវិញទូរស័ព្ទថ្មីធ្វើឲ្យយើងរំភើបមួយអាយ៉ាក់ការសរសើរធ្វើឲ្យយើងសប្បាយមួយផ្លែតការកំសាន្តផ្ដល់អារម្មណ៍ល្អខ្លីៗប៉ុន្តែសុភមង្គលពិតបន្តនៅសូម្បីតែពេលជីវិតពិបាកវានៅសូម្បីតែពេលគ្មានអ្នកណាសរសើរវានៅសូម្បីតែពេលគ្មានអ្នកណាមើលឃើញសុភមង្គលពិតគឺសន្តិភាពក្នុងចិត្តវាគឺការភ្ញាក់ពីដំណេកដោយគ្មានសម្ពាធធ្ងន់ធ្ងរវាគឺការគេងដោយគ្មានភាពភ័យខ្លាចវាគឺការទទួលជីវិតដូចដែលមានមិនមែនតស៊ូប្រឆាំងនឹងអ្វីៗគ្រប់យ៉ាងរៀងរាល់ថ្ងៃទេ